បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះ admin នឹងមកប្រាប់ចំណេះដឹងថ្មីមួយបងប្អូនដែលតែងតែសួរច្រើនសួរនោះសួរហូលុយពី Facebook អូយច្រើនហើយឲ្យទៅជួបមុខខ្ញុំកន្លែងណាគាត់សួរដែរហូលុយ Facebook មិនដែរបានប្រមាណហើយដកបានប្រមាណហើយអូយបើតាមគាត់គិតប្រហែលជាអូបងប្អូនលុយបើជាគោពេញផ្ទះហើយបងប្អូនបាទតែជាក់ស្ដែងបងប្អូនបាទហែកគេខ្លួនឯងតិចទៅបងប្អូនមានបានស្អីទេបានមួយខែពីរខែហ្នឹងហើយដាច់ហើយតែដាច់ហើយបាទធម្មតាបងប្អូនដូចទៅស្រាប់ហើយអូលុយពី Facebook វាមិនខុសអីពីយើងទៅធ្វើការនៅក្រៅប្រទេសដែលគ្មានលិខិតឆ្លងដែនទេបងប្អូនព្រោះអីព្រោះដោយសារ Facebook របស់យើងត្រូវប្រើនៅ VPN ត្រូវប្រើនៅទីតាំងคล้ายៗអញ្ចឹងណាអញ្ចឹងចង់គេចាប់បានហើយបងប្អូនអញ្ចឹងនិយាយរឿងពី Facebook នេះគឺវាមិនងាយទេហូរជាមួយ Facebook បាទអញ្ចឹងថ្ងៃនេះ admin នឹងទម្លាយអាកំបាំងឲ្យបងប្អូនបានដឹងហើយកុំឲ្យបងប្អូនចេះតែចង់ណាពេលបងប្អូនចង់ហើយគឺពេលដែលអត់បានគឺវានឹងធ្វើឲ្យយើងបាក់ទឹកចិត្តតែសម្រាប់ខ្ញុំអត់ទេបងប្អូនព្រោះខ្ញុំធ្វើដើម្បីជាការសប្បាយជាការកំសាន្តរបស់ខ្ញុំហើយខ្ញុំធ្វើដើម្បីចែករំលែកនៅចំណេះដឹងអញ្ចឹងវាមិនធ្វើឲ្យខ្ញុំមានការបាក់ទឹកចិត្តមិនធ្វើឲ្យយើងមានការ stress អីទេបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំនឹងបង្ហាញប្រាប់ពិតហើយទម្លាយអាកំបាំងពី Facebook នឹងតែម្ដងអញ្ចឹងពី Facebook បើសិនណាជាបងប្អូនរកលុយពី Facebook ណាគឺមិនខុសពីបងប្អូនទៅធ្វើការនៅបរទេសដោយមិនមានលិខិតឆ្លងដែនឬក៏មិនមាន passport បងប្អូនហេតុអីបើខ្ញុំនិយាយចឹងដោយសារតែ Facebook នៅប្រទេសកម្ពុជាយើងនេះគឺអត់មានសិទ្ធិរកលុយជាមួយនឹង Facebook ទេបាទមិនមានសិទ្ធិរកលុយទេបាទបើសិនជាបងប្អូនរកបានលុះត្រាតែបងប្អូនប្រើនៅ VPN ទី1ទី2ប្រើនៅ GPS คล้ายៗណាប្រើ fake GPS คล้ายៗប្រើទីតាំងคล้ายៗបាទនោះបងប្អូនអាចរកបានប៉ុន្តែសំណួរសួរថារកបានហ្នឹងរកបានថិតថេរទេរកបានយកវែងទេវាគង់តែថ្ងៃណាគេចាប់បានទេបងប្អូនបាទព្រោះ Facebook វាបង្កើតឲ្យមនុស្សលេងទូទាំងពិភពលោកវាប្រកបណាស់ system វាគឺប្រកែខ្លាំងណាស់ហើយបាទវាមិនងាយដោយអ្វីដែលយើងគិតទេបាទចឹងហើយបានខ្ញុំចង់ចែករំលែកនៅកលឹះមួយចំនួនថាតើយើងគួរធ្វើយ៉ាងណាទើបធ្វើឲ្យ Facebook របស់យើងនេះមានភាពថិតថេរហើយយូរអង្វែងចឹងតិចនោះគឺយើងប្រើ VPN ជាប់រហូតបាទប្រើ VPN ជាប់រហូតហើយជាពិសេសគឺយើងបើក VPN ជាប់រហូតហើយជាមួយនឹងអ៊ីនធឺណិតរបស់យើងគឺត្រូវបើកឲ្យជាប់រហូតអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់នៅគេហៅថាទូរស័ព្ទដៃគឺងាយនឹងដាច់ប្រទេសបាទងាយនឹងដាច់ប្រទេសដោយសារអីនៅពេលយើងប្រើទូរស័ព្ទដៃគឺយើងជួនកាលយើងបើកជួនកាលយើងបិទអីចឹងទៅអ៊ីនធឺណិតប៉ុន្តែបើសិនជាបងប្អូនប្រើនៅ computer អាចនិយាយបានថាគឺបងប្អូនប្រើនៅ Wi-Fi គឺជាប់រហូតបាទអញ្ចឹងវាកម្រនឹងដាច់ប្រទេសហើយមួយទៀតបងប្អូនប្រើលើទូរស័ព្ទដៃ iPhone គឺងាយនឹងដាច់ប្រទេសនៅលើ page របស់បងប្អូនឬក៏នៅ admin របស់បងប្អូនគឺងាយនឹងដាច់ប្រទេសមែនទែនដោយសារអីដោយសារតែនៅក្នុងទូរស័ព្ទដៃ iPhone គឺវាមិនសូវជាកំណត់ទីតាំងបានជាក់លាក់ទេនៅក្នុងការប្រើប្រាស់ VPN អញ្ចឹងនេះគឺជាបទពិសោធន៍ផ្ទាល់ដែលខ្ញុំបានជួបប្រទះហើយជាការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់ធ្វើ MMO បាទ MMO ដៃចាស់ដៃថ្មីអីចឹងណាបាទអញ្ចឹងយល់ល្អបងប្អូនដែលជា MMO ដៃថ្មីបងប្អូនគួរតែចាប់ជំនាញមួយគឺការរកលុយជាមួយនឹង YouTube បាទដោយសារតែ YouTube គឺយើងមានសិទ្ធិរកលុយជាមួយនឹងគេហើយអញ្ចឹងទេយើងអត់ពិបាកក្នុងការប្រើ VPN ឬក៏ VPS អីទេបងប្អូនអញ្ចឹងសម្រាប់បងប្អូនថ្មីខ្ញុំ recommend ឲ្យបងប្អូនធ្វើ YouTube បាទធ្វើ YouTube ចាប់ជំនាញ YouTube ឲ្យជាប់បងប្អូនជាជាងដែលបងប្អូនធ្វើ Facebook បាទតែបើសិនជាបងប្អូនមានជំនាញច្បាស់លាស់ចង់សាងប្រាក់ចំណូលជាមួយនឹង Facebook គឺបងប្អូនអាចចាប់ចោះក៏ប៉ុន្តែ recommend លើកដំបូងជំហានដំបូងគឺបងប្អូនត្រូវធ្វើ YouTube ណាបងប្អូនណា
ជាចុងក្រោយគឺអរគុណសម្រាប់បងប្អូនដែលបានទេសនាវីដេអូមួយនេះពីដើមរហូតដល់ចប់ខ្ញុំបាទអត់មានអីទេគឺមានតែម្រាមដៃដល់អរគុណច្រើនចំពោះទស្សនិកជនដែលបានតាមដាននៅ channel របស់ខ្ញុំកន្លងមកហើយកុំភ្លេចចុចជាវចុច Subscribe នៅ channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូជារំលែកថ្មីៗពីខ្ញុំបាទអរគុណបាយបាយ